ការប្រើប្រាស់មុខងារ Solidate នៅក្នុងកម្មវិធី Excel បាទដើម្បីយើងទាញទិន្នន័យមិនស្ទួនបាទឧទាហរណ៍ថាតារាងខាងឆ្វេងនេះខ្ញុំមានជាបាទ product ហើយមានតម្លៃ sale អញ្ចឹង Apple លក់បាន200 Apple មួយសារទៀតលក់បាន800 Apple មួយសារទៀតលក់បាន500អញ្ចឹងខ្ញុំចង់ប្រើមុខងារ Solidate ដើម្បីយើងទាញមកតារាងខាងស្ដាំនេះមានន័យថាយើងអត់ទាញ Apple មកទៅតែយើងទាញ Apple តែមួយហើយបូកសរុបតម្លៃទាំងអស់បាទអញ្ចឹងតម្លៃទាំងអស់បាន1500 800 200 1000 1005 1500បាទអានេះគឺការប្រើប្រាស់រូបមន្ត Solidate ដែលយើងទាញទិន្នន័យមកអត់ស្ទួនទេឃើញទេបាទអញ្ចឹងកាលណាស្ទួនគ្នាវាច្រើនយើងត្រូវការគណនាច្រើនដងអញ្ចឹងយើងទាញទិន្នន័យបែបមិនស្ទួនបែបនេះយើងងាយស្រួលដឹងថា Apple លក់បានតម្លៃប្រមាណសរុបទាំងអស់បាទអូខេអញ្ចឹងអ្នកទាំងនេះតាមវីដេអូនេះបាទបាទជាដំបូងខ្ញុំអត់ទាន់មានទេណាបាទខ្ញុំមានតែតារាងខាងឆ្វេងធម្មតាអញ្ចឹងយើងត្រូវទាញមកដាក់កន្លែងនេះបាទតារាងខាងស្ដាំនេះយើងចូលtab data នៅខាងលើបាទចូល tab data មើលមកខាងស្ដាំបាទមើលមកខាងស្ដាំមានមុខងារ Solidate មួយនេះយើងតូចហ្នឹងបាទយើងអត់សូវចាប់អារម្មណ៍ទេវាតូចពេកទេអញ្ចឹងពេលយើងចូលមកបានចេញហ្នឹងហើយអញ្ចឹងយើងចុចលើវាមកបាទអញ្ចឹងពេលយើងចុចឲ្យវាលោតជាផ្ទាំងមួយមកកន្លែងនេះខ្ញុំធ្លាប់ប្រើអញ្ចឹងលុបវាចេញ delete ចេញណាបាទកន្លែងនេះគឺគេសួរយើងតែយើងចង់ប្រើរូបមន្តមួយណាចង់បើចង់រាប់ទៅ Apple មានប៉ុន្មានមាន3យើងប្រើ count ចេញ3តែរបស់យើងនេះយើងសាមទេយើងបូកសរុបបាទយករូបមន្តសាមមកកន្លែងនេះយើងទៅ select table របស់យើងបាទទៅ select ទិន្នន័យរបស់យើងមកនឹងមានប៉ុន្មាន select ទាំងអស់លើចុះក្រោមមកបាទបន្តមកទៀតយើងចុចកន្លែងព្រួយហ្នឹងហើយយើងចុច add បាទចុច add បញ្ចូលមកហ្នឹងហើយចុច add ហើយកន្លែងនេះយើងគ្លីកកន្លែង left column ហ្នឹងបាទហើយចុច OK មកហ្នឹងហើយអូអានេះខ្ញុំដាក់ខុសខ្ញុំដាក់នេះខុសកន្លែងមានន័យថាម៉ៅរបស់ខ្ញុំចុចកន្លែងនេះអញ្ចឹងវាចេញខុសហើយយើងធ្វើភាសាទៀតណាបាទអញ្ចឹងយើងយកមកដាក់កន្លែងនេះចុចឲ្យត្រូវកន្លែងមកដាក់កន្លែងនេះហ្នឹងហើយយើងចូលកន្លែងនឹងភាសាទៀតខ្ញុំលុបវាចេញធ្វើម្ដងទៀតស្អីមិនយើងចុចខុសណាបាទយើងដាក់ទីតាំងខុសអញ្ចឹងវាទាញមកខុសកន្លែងដែរយើងចុចភាសាទៀតមកយើងចុច add ភាសាទៀតហ្នឹងហើយចុច OK មកអញ្ចឹងវាចេញត្រូវឃើញទេបាទអញ្ចឹង Apple មាន3បាទគេបញ្ចូល3ដងអញ្ចឹងពេលយើងទាញមកមានតែម្ដងទេហើយសរុបតម្លៃឲ្យមក1500បាទអូខេអញ្ចឹងការបង្ហាញទិន្នន័យខ្លីៗមានតែប៉ុណ្្នឹងទេបាទសូមអរគុណ